ជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីធ្វើបង្ហាញចែកជូនទៅដល់ពុកម៉ែបងប្អូនទស្សនាបាទការលាយកំបោរបេតុងបាទតើលាយកំបោរបេតុងគឺមានថ្មប្រមាណខ្សាច់ប្រមាណស៊ីម៉ង់ប្រមាណពុកម៉ែបងប្អូនណាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូនេះដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទស្សនាបាទបងប្អូនទស្សនាហើយសូមជួយចុច Subscribe និង Like Share ខ្ញុំម្នាក់មួយផងបាទបងប្អូនណាបាទអញ្ចឹងក្នុងបេតុងបាទក្នុងលាយ 1B បាទតើមានខ្សាច់ប្រមាណថ្មប្រមាណបាទបើយើងលាយត្រូវស្តង់ដាគឺបេតុងគឺលាយខ្សាច់5បាទខ្សាច់5ថ្ម6ពុកម៉ែបងប្អូនណាបាទខ្សាច់5ថ្ម6ស៊ីម៉ង់ 1B បាទគឺអាហ្នឹងវាសំរុំមកល្មមបាទស្តង់ដាស្រុកខ្មែរយើងអញ្ចឹងណាពុកម៉ែបងប្អូនណាបាទតែបបេតុងស្ពានបាទគេដាក់ខ្សាច់តែ4ទេថ្ម7បាទបេតុងធ្វើស្ពានពុកម៉ែបងប្អូនណាបាទគេដាក់ថ្មច្រើនជាងខ្សាច់បាទបើយើងធម្មតាចេះទូទៅគឺខ្សាច់5ថ្ម6ពុកម៉ែបងប្អូនណាបាទអញ្ចឹងបងបារម្ភពុកម៉ែបងប្អូនទៅទស្សនានិងការចងដែកនិងដាក់ពុំទៀតបាទជំរាបសួរពុកម៉ែបងប្អូនណាបាទគឺនិយាយពីចងដែកក៏អញ្ចឹងដែរពុកម៉ែបងប្អូនណាបាទគឺយើងធ្វើយ៉ាងម៉េចការចងកាយឲ្យបានរឹងមាំឲ្យត្រូវស្តង់ដាគឺកាយយើងចងវែងគឺមួយតឹកកន្លះមួយកាយធ្នឹមពុកម៉ែបងប្អូនណាបាទបើតសយើងអាចពី2តឹកបាទហើយការវៃពុំក៏អញ្ចឹងដែរពុកម៉ែបងប្អូនណាបាទពុំពីសម័យមុនគឺយើងប្រើក្តារធម្មតាទេពុកម៉ែបងប្អូនណាបាទតែឥឡូវសម័យយើងឥឡូវនេះគឺប្រើកុងផ្លាក់គេអញ្ចឹងយើងពុំធ្នឹមវា20បាទតែធ្នឹមនេះពុំនេះខ្ញុំជ្រាប22អញ្ចឹងណាពុកម៉ែបងប្អូនណាបាទហើយយើងធ្វើការអបមេដែកដើម្បីឲ្យពុំយើងចាក់ទៅបានត្រង់ពុកម៉ែបងប្អូនណាហើយយើងបានរឹងមាំជាមួយនឹងកុងផ្លាក់គេដោយសារកុងផ្លាក់គេវាទន់បាទវាអត់ដូចក្តារឈើយើងទេពុកម៉ែបងប្អូនណាបាទក្តារឈើយើងពីមុនគេអត់បាច់ប្រើមេអបដែកអីទេបាទដោយសារវារឹងក្តារតែបើកុងផ្លាក់គេគឺយើងនិយាយគឺត្រូវតែមានមេដែកអបបើអត់មានដែកទេគឺមានមេឈើ4 8អបចឹងណាពុកម៉ែបងប្អូនណាបាទអញ្ចឹងខ្ញុំគ្មានអ្វីទេពុកម៉ែបងប្អូនមានតែវីដេអូប៉ុណ្នេះដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនទស្សនាបាទសូមពុកម៉ែបងប្អូនជួយ Subscribe និង Follow ឲ្យខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗខ្ញុំចែកជូនទៅដល់ពុកម៉ែបងប្អូនទស្សនាទៀតបាទសូមអរគុណសូមគោរពលាបាទហើយប្រភេទតែលបងធ្វើនេះគឺមានការជាប់រឹងមាំពុកម៉ែបងប្អូនដោយសារយើងរៀបអត់20ទៅគឺមានយើងចាក់ករសគៀបពុកម៉ែបងប្អូនណាបាទចាក់ករសគៀបជាមួយនឹងឥដ្ឋបាទចាក់ករសគៀបជាមួយនឹងឥដ្ឋទៅគឺវាបេតុងហ្នឹងវាខំគ្នាជាមួយឥដ្ឋចឹងណាពុកម៉ែបងប្អូនណាបាទអញ្ចឹងវាជាប់រឹងមាំបាទហើយឥឡូវនេះគឺថាជាតិធ្នឹមនេះគឺចាក់បញ្ចប់ចិត្តហើយពុកម៉ែបងប្អូនណានៅស្អែកមកព្រឹកទៀតគឺចប់វគ្គធ្នឹមនៅវគ្គចាក់សរម្ដងពុកម៉ែបងប្អូនណាបាទ